ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើឆាការីខ្យងយើងប្រើខ្យងប៉ារ៉ាបងប្អូនអាចប្រើខ្យងស្រែក៏បានដែររសជាតិគឺវាមួយបែបម្នាក់ហើយចំពោះខាឆាការីខ្យងនេះគ្រឿងផ្សំគឺអត់ច្រើនមុខទេតែបន្តិចមុខនឹងឯងហើយខ្ញុំរៀបចំរួចរាល់អស់ហើយចឹងយើងចាប់ផ្ដើមធ្វើការឆាតែម្ដងទៅយើងដាក់ប្រេងចូលចំនួន2ស្លាបព្រាបាយខ្ទឹមសហ្នឹង2កាពឹសខ្ទឹមក្រហម1មើមខ្ទឹមបារាំង1ចំហៀងតូចយើងនឹងច្រាំវាឲ្យល្អិតបែបហ្នឹងមកហើយបងប្អូនឆាវាប្រហែលជាចូល3នាទីឲ្យខ្ទឹមនឹងវារាងឆ្អិនល្អឲ្យវាឡើងក្លិនឈ្ងុយសិនខ្ញុំដាក់ខ្ទឹមរាងច្រើនគឺដើម្បីឲ្យទឹកការីឆារបស់យើងវារាងខាប់ល្អហើយនេះគឺជាគ្រឿងការីឬក៏អ្នកខ្លះគាត់ហៅគ្រឿងឆាក្តៅហ្នឹងខ្ញុំប្រើវាកន្លះចានចង្កឹះហើយដោយសារខ្ញុំមានស្រាប់នៅក្នុងទូទឹកកកអញ្ចឹងខ្ញុំអត់បានបង្ហាញបងប្អូនពីវិធីធ្វើលម្អិតទេសម្រាប់វិធីធ្វើគ្រឿងលម្អិតបងប្អូនអាចទៅមើលវីដេអូចាស់របស់ខ្ញុំបានណាគឺរបៀបធ្វើគ្រឿងខ្មែរ3ពណ៌ដើម្បីរក្សាទុកបានយូរបងប្អូនអាចចូលទៅមើលក្នុង description ខាងក្រោមវីដេអូបានខ្ញុំនឹងដាក់ link នៅខាងក្រោមនឹងជូនបងប្អូនអរគ្នាហើយយើងឆាគ្រឿងនេះឡើងឈ្ងុយល្អសិនចាំបងប្អូនបន្ថែមកាពិអ្នកខ្លះគាត់ហៅគីសម្រាប់ខ្ញុំហៅកាពិយើងដាក់វាមួយចុងស្លាបព្រាកាហ្វេយើងគ្រាន់តែលួចវាទេឲ្យមានក្លិនឈ្ងុយបើបងប្អូនអត់ចូលចិត្តបងប្អូនមិនបាច់ប្រើក៏បានហើយយើងដាក់មានគ្រឿងហ្នឹងគឺទឹកត្រីម្សៅស៊ុបអំបិលហើយនឹងស្ករយើងអាចប្រើស្ករត្នោតទៅគឺវាឈ្ងុយល្អហើយខ្ញុំមានប្រើប្រេងខ្យងដែរប៉ុន្តែកន្លែងដាក់ប្រេងខ្យងហ្នឹងគឺខ្ញុំអត់បានចុចថតហើយសម្រាប់គ្រឿងនេះបងប្អូនអាចលៃលកទៅតាមបរិមាណដែលបងប្អូនត្រូវឆាបន្តមកទៀតនេះគឺជាម្សៅការីបងប្អូនត្រូវតែដាក់វាកន្លះស្លាបព្រាកាហ្វេមកដើម្បីវាមានក្លិនឈ្ងុយគ្រឿងការីនឹងឯងហើយយើងឆាគ្រឿងនឹងចូលគ្នាវាឈ្ងុយល្អសិនចាំបងប្អូនដាក់ខ្យងចូលខ្យងហ្នឹងគឺខ្ញុំប្រើវាចំនួន6ខាំខ្ញុំប្រើខ្យងដែលខ្ញុំស្ងោរឆ្អិនរួចរាល់ហើយយើងបកយកស្ទះរឹងចេញស្រាខ្យងហ្នឹងបងប្អូនចង់ប្រើឆៅក៏បានដែរគ្រាន់តែឆៅទៅវាមានស្ទះរឹងពេលយើងញ៉ាំរៀងពិបាកញ៉ាំបន្តិចចាំបងប្អូនអាចស្ងោរវាច្រើនហើយបកស្ទះរឹងចោលទៅចាំយើងដាក់វាយកមកឆាគឺស្រួលហើយឆាគឺអត់យូរទេយើងគ្រាន់តែកូរខ្យងឲ្យចូលជាមួយនឹងគ្រឿងបានរៀងសព្វហើយយើងចាក់ខ្ទិះដូងចូលប្រហែលជា300 ml ហើយចំពោះប្រមាណទឹកខ្ទិះហ្នឹងគឺខ្ញុំអត់កំណត់ទេបងប្អូនចូលចិត្តឆាកោកឆារាវឆាខាប់អីគឺយើងអាចលៃបានតាមការចូលចិត្តសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំចង់ញ៉ាំវាជាមួយនំប៉័ងណាចឹងខ្ញុំឆាវារៀងរាវតិចតែក៏មិនរាវហ្មងដែរបរិមាណគឺវាស្មើនឹងជាមួយនឹងខ្យងទេជាងមិនហើយវាស្មើទឹកស្មើកោកស្មើកាកចឹងណាហើយអញ្ចឹងទៅបងប្អូនដាំវាពុះម្សាកូរវាឲ្យភ្លក់គ្រឿងឲ្យឆ្ងាញ់ត្រូវមាត់យើងហើយចាំបងប្អូនបន្ថែមទឹកដោះគោស្រស់ចូលកន្លះចានចង្កឹះបងប្អូនមានណាបើអត់មានបងប្អូនប្រើខ្ទិះដូងសរុបតែម្ដងទៅក៏បានដែរតែដាក់ដល់គោស្រស់ថែមគឺកាន់តែឈ្ងុយដាក់ដល់គោស្រស់រួចទៅយើងដាំវាពុះម្សាទៀតទៅគឺរួចរាល់ហើយបងប្អូនភ្លក់ឲ្យថែមថយតាមចំណង់ចំណូលចិត្តណាសម្រាប់ខ្ញុំគឺខ្ញុំយកវារសជាតិរៀងប្រៃផ្អែមនិយាយទៅរសជាតិឲ្យវាដុតតិចសម្រាប់ការឆាការីហ្នឹងបើរសជាតិស្រាលគឺយកមកជ្រលក់មួយនំប៉័ងឲ្យញ៉ាំឲ្យសូវឆ្ងាញ់ទេប៉ុន្តែសម្រាប់ឆាការីខ្យងហ្នឹងបងប្អូនអាចញ៉ាំវាជាមួយនឹងបាយក៏បានដែរវាមិនតែញ៉ាំតែមួយនំប៉័ងទេញ៉ាំមួយបាយក៏ឆ្ងាញ់ដែរប៉ុន្តែខ្ញុំថ្ងៃចង់ញ៉ាំមួយនំប៉័ងតែអត់មាននំប៉័ងទេអញ្ចឹងហើយខ្ញុំញ៉ាំវាជាមួយនឹងនំប៉ាវអត់ស្នូលដោយសារតែមុនធ្វើនំប៉ាវនៅផ្ទះហើយនៅមកកណោអញ្ចឹងហើយឡើយយកនំប៉ាវហ្នឹងមកបំពងវាឲ្យឡើងស្រួយទៅយកមកញ៉ាំជាមួយនឹងការីខ្យងហ្នឹងគឺអូយត្រូវគ្នាតែតាមបងប្អូនអរគ្នារសជាតិគឺឆ្ងាញ់ប្លែកខ្លាំងមែនតើហើយវិធីធ្វើការីខ្យងរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនដែលធ្លាប់ធ្វើគឺអាចសាកល្បងធ្វើបានណាងាយស្រួលធ្វើខ្លាំងមែនតើអរគុណច្រើនបងប្អូនអរគ្នាដែលបានមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បងប្អូនមានសំណួរឬយោបល់អីអាច comment នៅខាងក្រោមវីដេអូបានណាហើយសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ Subscribe Channel YouTube និង Follow Page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត